មកជំរាបសួរបងប្អូននៅឃុំប្រាសាទយើងថ្ងៃនេះខ្ញុំសូមផ្ដល់ព័ត៌មានជូនទៅដល់បងប្អូននៅឃុំប្រាសាទយើងណាព្រោះដោយសារតែផ្លូវនេះមិនសមមិញគឺខ្ញុំបាក់ឡានទៅហូបកគោបានធម្មតាទេតែដោយសារតែប្រហែលថ្ងៃនេះគឺទឹកហក់ឡើងខ្លាំងមែនតើក្នុងមួយថ្ងៃគឺទឹកហក់ឡើងជម្រៅពមៀឡើងជំរាលណាមិនកម្ពស់ណាជំរាលឡើងនឹង5ម៉ែត្របងប្អូនទាំងគ្នាអញ្ចឹងក្នុងមួយយប់វាស៊ីដាច់ផ្លូវនេះប្រហែលជាចូល3ទឹកបងប្អូនទាំងគ្នាអញ្ចឹងបងប្អូនដែលមានតែត្រូវជិះកាត់ផ្លូវនេះគឺបងប្អូននៅក្នុងថ្ងៃទី25ខែ8នេះបងប្អូនអាចធ្វើដំណើរផ្លូវទឹកបានក៏ធ្វើទៅព្រោះដោយសារអីខ្ញុំបើកឡានមកនេះគឺទៅរួចទេដោយសារអីគាត់ដល់តែភ្លាមគឺលិចម៉ាស៊ីនភ្លាមតែម្ដងអញ្ចឹងក្នុងថ្ងៃទី25ខែ8នេះគឺបងប្អូនបើសិនជាបងប្អូនធ្វើដំណើរផ្លូវម៉ូតូគឺបងប្អូនអាចធ្វើបានបងប្អូនទាំងគ្នាតែបើសិនជាឡានឬក៏អីផ្សេងៗគឺធ្វើអត់បានទេប៉ុន្តែស្អែកថ្ងៃទី26ក៏បងប្អូនធ្វើដំណើរនៅក្នុងផ្លូវម៉ូតូនេះក៏អត់កើតដែរដោយសារអីគឺទឹកក្នុងមួយថ្ងៃគឺឡើងខ្លាំងមែនទែនអញ្ចឹងផ្ដល់ព័ត៌មានជូនទៅបងប្អូននៅឃុំប្រាសាទយើងក៏លើគាត់មានតម្រូវការត្រូវទៅប្រាសាទតាយុអីបើគាត់អាចធ្វើដំណើរផ្លូវទឹកបានទូកបានគឺគាត់ធ្វើទៅដោយសារផ្លូវនេះគឺឡើងខ្លាំងហើយគឺក្នុងថ្ងៃនេះគឺអាចជិះម៉ូតូបានតែมันប្រកាសតែស្អែកជិះម៉ូតូបានទេដោយសារតែយើងមើលទឹកអត់ទៀងទេដោយសារតែវាឡើងខ្លាំងមែនទែនដែលយើងមិនអាចនឹកស្មានដល់ដូចមិនសមមិញអញ្ចឹងខ្ញុំទៅហូបខគោគឺហូបជិះបានធម្មតាទេប៉ុន្តែថ្ងៃនេះខ្ញុំត្រូវទៅផ្លូវតយោទៀតគឺទៅអត់បានទេតែម៉ូតូបងប្អូនយើងអាចធ្វើដំណើរបានអញ្ចឹងថ្ងៃនេះគឺថ្ងៃទី25ខែ8អញ្ចឹងផ្លូវនេះគឺខ្ញុំអាចស្ទង់បានត្រឹមម៉ូតូគាត់អាចជិះស្អែកបានមួយថ្ងៃទៀតតែដល់ថ្ងៃទី27គឺតាំងថ្ងៃបងប្អូនតគ្នាថ្ងៃទី25ចឹងធានាដំណឹងជូនបងប្អូនយើងបើសិនជាគាត់ចង់ទៅតយោអីគឺគាត់អាចធ្វើដំណើរផ្លូវទូបានអរគុណច្រើនបងប្អូនឃើញតែស្ដាយអញ្ចឹងគឺទឹកឡើងអានេះខ្ញុំឈរកន្លែងទឹករាក់ទេគឺទឹកជំរឿមួយច្អាមឲ្យបងប្អូនទាំងគ្នាអញ្ចឹងអាកន្លែងដែលជ្រៅនោះគឺទឹក2ច្អាមកន្លះអញ្ចឹងស្អែកវាឡើងខ្ពស់ជាងនឹងទៀតអញ្ចឹងអរគុណបងប្អូនទាំងគ្នាគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណណែបងប្អូនអើយទឹកឡើងណែបងប្អូនបងស្នាញ់ឥឡូវនេះមកបដាហើយល្ងាចបន្តិចគឺអាចនឹងយកកូនស្នាញ់បងលេងដែរដោយសារទឹកឡើងមកមានត្រីងើបច្រើនតាទៅបងគាត់បងបានស្នាញ់3 4ដែរហ្នឹងណាផ្លូវបាត់ពោយើងហ្នឹង